សួស្តីបងប្អូនទាំងអស់គ្នាចាជួបជាមួយនឹងនេះខ្ញុំផានិតអប៊ីអូតូម្ដងទៀតហើយដោយសារតែខ្ញុំទទួលបានសំណួរពីបងប្អូនអតិថិជនគាត់សួរថាតើរវាងរថយន្ត GAC GS4 ជាមួយនឹងរថយន្ត GAC GS3 តម្លៃខុសគ្នាតែ$4000គាត់ចង់ដឹងថាតើពី model ហ្នឹងវាមានលក្ខណៈខុសគ្នាគេខ្លះអញ្ចឹងបងប្អូនមកតាមដានវីដេអូនេះទាំងអស់គ្នាខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នាបានដឹងសម្រាប់ផ្នែកខាងមុខនៃរថយន្តណាបងប្អូនបើសិនជាយើងប្រៀបធៀបរវាង GS4 ជាមួយនឹង GS3 តើតើជាមួយនឹងប៉ាណាខាងមុខឃើញថាការរចនាគឺមួយបែបម្នាក់បងប្អូនគឺចំពោះហើយក្នុងការឲ្យខ្យល់ចេញចូលទៅក្នុងម៉ាស៊ីនស្អប់ម៉ាស៊ីននៅខាងក្នុងគឺវាធ្វើ design មកគឺវាមានរុនសម្រាប់ឲ្យខ្យល់ចេញចូលស្រួលដូចគ្នាហើយចំពោះជាគៀងវិញគឺប្រភេទជាគៀងប្រភេទ GS4 នេះគឺយើងមានប្រភេទ LED អមជាមួយនឹងជាគៀងសពីរគ្រាប់បងប្អូនហើយបើសិនជាយើងកន្លែងមើលទៅលើប្រភេទ GS3 នេះវិញគឺឃើញថា LED របស់គេគឺមានតែមួយខ្សែទេហើយគេ design រចនាបត់បែបរៀង sport ទៅបងហើយចំពោះភ្លើងលឿងនេះគឺដោយសារតែខ្ញុំធ្វើការបើកភ្លើងសុំផ្លូវអញ្ចឹងបើសិនជាយើងបិទវិញទៅគឺឃើញជាភ្លើងលក្ខណៈភ្លើង LED ពណ៌សធម្មតាទេប៉ុន្តែវាមានអមជាមួយនឹងប្រភេទគុតពីរគ្រាប់នៅខាងក្រោមជំនួយបងហើយតើតងជាមួយនឹងប្រភេទនេះគឺអត់មានគុតពីរគ្រាប់នៅខាងក្រោមទេប៉ុន្តែគេ design មកជាលក្ខណៈប្រភេទជាគៀងនៅខាងលើពីរគ្រាប់ជំនួសវិញបងអញ្ចឹងបងទាំងអស់គ្នាចំពោះពី model នេះបើសិនជាយើងនិយាយទៅលើទំហំម៉ាស៊ីនរបស់វាវិញគឺទំហំម៉ាស៊ីន 1.5 ប្រភេទ turbo charge ដូចគ្នាតើតងជាមួយនឹងការបង់ពន្ធផ្លូវប្រចាំឆ្នាំក្នុងមួយឆ្នាំតែ150,000រៀលទេបងហើយប្រភេទរថយន្តនេះគឺប្រភេទសាំងដូចគ្នាបងបើសិនជាយើងមើលទៅលើល្បឿនរបស់វាវិញបងអាចជន់បាន190 គីឡូម៉ែត្រក្នុងរយៈពេល1ម៉ោងដូចគ្នាហើយចំពោះកម្លាំងសេសវិញប្រភេទអាទូ GS3 នេះគឺកម្លាំងសេសរបស់វាគឺ174 horsepower ហើយតើតើជាមួយនឹងប្រភេទពួកអាធំ GS4 នេះគឺកម្លាំងសេសរបស់វា177 horsepower បងហើយចំពោះ GAC ទាំងពីរ model នេះគឺយើងប្រើប្រាស់ជាភាសាអង់គ្លេសទាំងពីរ model ដូចគ្នាតែម្ដងបងបើសិនជាយើងមកដឹងពីចំណុចសាំងរបស់វាវិញបងចំពោះ GS3 នេះគឺចំណុចសាំងរបស់វាគឺ47លីត្រហើយចំពោះ GS4 នេះគឺចំណុចសាំងរបស់វាគឺ55លីត្របងអញ្ចឹងតើតើមួយពីរ model នេះទាំង GS4 ជាមួយនឹង GS3 បងអាចបញ្ជាបច្ចេកពីចម្ងាយបានតាម smart key ទាំងពីរបងគ្រាន់តែចុចកន្លែង lock នេះមួយមកហើយបងចុចកន្លែងប៊ូតុងខាងស្ដាំដៃនេះបងចុច hold វាឲ្យជាប់មកបងចាអញ្ចឹងបើសិនក្នុងករណីបងចង់ផលិតវាវិញបងគ្រាន់តែចុចកន្លែងប៊ូតុងខាងស្ដាំដៃហ្នឹង hold វាឲ្យជាប់ដូចគ្នាអូខេបងអានេះគឺផលិតទៅវិញហើយបើសិនក្នុងករណីបងចង់បញ្ជាបើកញ្ចក់ទាំង4ហ្មងគឺបងគ្រាន់ចុចកន្លែង unlock នេះ hold វាឲ្យជាប់ដូចគ្នាមកហើយបងចុចវាឲ្យជាប់មកចានោះកំពុងបើកទេបងអញ្ចឹងពេលចង់បិទវិញគ្រាន់តែចុចកន្លែង lock ហ្នឹងចុចវាឲ្យជាប់ដូចគ្នាមកចាហើយចំពោះការបើកគូតក្រោយគឺបើកបានតែខាង GS4 ឯងបងចុចវា2ដងមកគឺបើកគូតក្រោយអូតូទៅជូនឯងបងចំពោះប្រភេទ GS4 គឺយើងមានកៅអីអូតូទាំងសងខាងបងទាំង driver ក៏ដូចជាខាង passenger ផងដែរប៉ុន្តែតើតើជាមួយនឹងប្រភេទ GS3 វិញគឺយើងប្រើជាប្រភេទកៅអីលក្ខណៈ manual ធម្មតាបងប្រើដៃទាញធម្មតាបងហើយចំពោះកាមេរ៉ាគឺទាំងពីរ model នេះគឺប្រើប្រាស់ជាមួយនឹងប្រភេទកាមេរ៉ា360ទាំងពីរ model តែម្ដងបងអញ្ចឹងងាយស្រួលក្នុងការមើលចូលចតខ្លាំងមែនតើបើយើងមកដឹងពីទំហំកង់វិញប្រភេទ GS3 គឺមានទំហំកង់18អ៊ីងហើយប្រភេទពួក GS4 គឺមានទំហំកង់19អ៊ីងបងខុសគ្នាតែ1អ៊ីងទេបងតើតើជាមួយនឹងចង្កូតយើងប្រើជាប្រភេទចង្កូតអេឡិចត្រូនិកឬមួយក៏ហៅបានថាចង្កូត e-pass ទាំងពីរ model តែម្ដងបងទាំង GS4 ក៏ដូចជា GS3 បងបាននិយាយពី screen នៅខាងក្នុងរថយន្តវិញគឺយើងប្រើជាភាសាអង់គ្លេសទាំងពីរ model តែម្ដងបងហើយចំពោះប្រភេទ GS4 នេះគឺមានទំហំ screen 14.6អ៊ីង 2.5K HD ហើយបើប្រភេទពួក GS3 វិញគឺមានទំហំតែ 10.25 អ៊ីង HD ទេបង GS3 មានពណ៌សុវត្ថិភាព10គ្រាប់បងប្រភេទពួក GS4 មានតែ8គ្រាប់ទេបងបើសិនជាយើងកន្លែងមើល sensor វិញចំពោះ GS3 នេះគឺមាន sensor 3គ្រាប់នៅខាងក្រោយងាយស្រួលក្នុងការមើលក្រោយចូលចតណាបងហើយចំពោះប្រភេទ GS4 ក៏មាន sensor 3គ្រាប់នៅផ្នែកខាងក្រោយដូចគ្នាបងចំពោះកញ្ចក់មើលក្រោយវិញគឺជាប្រភេទលក្ខណៈកញ្ចក់ក្តោបអូតូទាំងពីរ model តែម្ដងបងចាបងទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបានមើលការប្រៀបធៀបរវាង GS4 ជាមួយនឹង GS3 ហើយតើបងពិចារណាទៅលើ model មួយណាដែរបងអញ្ចឹងបើសិនជាមានចំណាប់អារម្មណ៍ទៅលើ model ទាំងពីរ model នេះកុំភ្លេចអត់តមកតាមរយៈនាងខ្ញុំសុផានិតខាង Albi Auto Cambodia ឬមកក៏អាចចេញមកមើលផ្ទាល់ក៏បានដែរនៅខាង Albi Auto Cambodia ដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវអង្គញាម៉ុងរទ្ធីកែងស្តុបអេអន2អញ្ចឹងកុំភ្លេចអត់តមកទាំងអស់គ្នាណាបងអូខេអរគុណច្រើនបាយបាយ